មួយឆ្នាំនេះសម្រាប់ខ្លួនឯងរាល់ថ្ងៃបង្កើតទម្លាប់ល្អហើយធ្វើវាឲ្យបានជាក់លាក់គេងឲ្យបានគ្រប់គ្រាន់ញ៉ាំតិចតែមាននៅជីវជាតិធ្វើការឲ្យមានវិន័យនេះគឺជាបទបញ្ជាសម្រាប់ខ្លួនឯងនៅក្នុងមួយថ្ងៃយើងត្រូវតែចេះបង្កើតនៅទម្លាប់ល្អសម្រាប់ខ្លួនឯងហើយធ្វើវាឲ្យបានជាប់រហូតបន្ទាប់មកគេងសម្រាប់រូបរាងកាយនេះឲ្យបានល្អរូបរាងកាយធ្វើការពេញមួយថ្ងៃហត់ណាស់ទៅហើយដូច្នេះគួរតែមានពេលសម្រាប់ខ្លះសម្រាប់រូបរាងកាយរបស់យើងមួយនេះញ៉ាំរបស់ណាដែលមានជីវជាតិល្អរបស់ណាដែលញ៉ាំហើយមិនប៉ះពាល់ដល់សុខភាពរបស់ណាញ៉ាំហើយធ្វើឲ្យខ្លួនឯងមាននៅសុខភាពល្អគួរតែញ៉ាំទៅធ្វើការក្នុងមួយថ្ងៃឲ្យមានរបៀបរៀបរយឲ្យមានវិន័យច្បាស់លាស់មានវិន័យសម្រាប់ខ្លួនឯងមិនចាំបាច់ឲ្យអ្នកដទៃស្ដីបន្ទោសរស់នៅតែកាលណាបើគ្មានវិន័យហាក់បីដូចជាក្របីអត់កន្លោះអញ្ចឹងក្នុងមួយសប្តាហ៍បោសសម្អាតផ្ទះធ្វើម្ហូបញ៉ាំជុំអ្នកផ្ទះចេញដើរលេងកម្សាន្តអានសៀវភៅនិងអត្ថបទណាដែលល្អចូលមកក្នុងខួរក្បាលរបស់យើងផ្ទះរបស់យើងនៅរៀងរាល់ថ្ងៃយើងក៏គួរចេះតែសម្អាតវានៅក្នុងមួយសប្តាហ៍มันអាចនៅឲ្យកក្រិចបានទេតែកាលណាបើផ្ទះយើងក៏ក្រិចការរស់នៅរបស់យើងក៏មិនមាននៅផាសុកភាពផងដែរកាលណាតែយើងបានធ្វើម្ហូបញ៉ាំជុំគ្នាក្រុមគ្រួសារមនុស្សជាទីស្រឡាញ់បង្កើតនៅអនុស្សាវរីយ៍ល្អពីព្រោះថាខណៈពេលនេះយើងមានវេលាមានឱកាសសម្រាប់ជុំគ្នាមិនដឹងជាពេលណាទៀតទេទើបយើងនឹងលាចាកលោកនេះនឹងបែកបាក់គ្នានៅថ្ងៃណាមួយជាមិនខានដូច្នេះមានពេលមានវេលាគួរតែយកពេលទាំងអស់នេះជួបជុំគ្រួសារយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ឲ្យបានម្ដងកាលណាតែយើងបានដើរលេងកម្សាន្តនៅខាងក្រៅធ្វើឲ្យអារម្មណ៍ដែលយើងស្មុគស្មាញពីការងារស្មុគស្មាញក្រុមគ្រួសារកន្លែងផ្សេងយើងអាចទៅទស្សនាបានដើម្បីឲ្យជីវិតមួយនេះទទួលបាននៅរបស់ដែលថ្មីរបស់ដែលល្អចូលមកក្នុងខួរក្បាលនៅក្នុងមួយខែម្ដងរៀបចំផ្ទះសម្បែងបោះចោលរបស់ណាដែលគ្មានតម្លៃយើងគួរតែទុកវាមួយឡែកយកវាទៅបោះចោលឬក៏យកវាទៅបរិច្ចាគរបស់ណាដែលមិនចាំបាច់យើងត្រូវតែរៀននៅជំនាញថ្មីនៅក្នុងមួយខែ2ខែឬមក3ខែសម្រាប់ខ្លួនឯងតែកាលណាបើយើងរស់នៅមិនបានអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែប្រកបណាស់យើងមិនបានឃើញនូវភាពរីកចម្រើននឹងបានទេដូច្នេះយើងត្រូវតែរៀបចំទុកដាក់ដូចជាប្រាក់ចំណូលចំណាយប្រចាំខែឲ្យបានត្រឹមត្រូវកាត់បន្ថយការចាយវាយដោយគ្មានខ្ទង់រៀងរាល់មួយឆ្នាំម្ដងកំណត់គោលដៅជីវិតរបស់យើងកំណត់គោលដៅនៅក្នុងមួយឆ្នាំថាតើយើងបានសម្រេចនៅសមិទ្ធផលណាខ្លះ
រឿងអ្វីខ្លះទទួលបានផលយ៉ាងណានៅក្នុងមួយឆ្នាំតែបាត់បង់ទៅហើយនោះប្រសិនបើមានឱកាសអ្នកអាចដើរទៅទស្សនានៅខាងក្រៅប្រទេសមើលអំពីអាជីវកម្មកន្លែងកម្សាន្តរបៀបការរស់នៅវប្បធម៌ប្រពៃណីរបស់គេនៅក្នុងមួយឆ្នាំនោះផងដែរយើងគួរតែទិញនៅកាដូលើកទឹកចិត្តសម្រាប់ខ្លួនឯងមួយអ្វីក៏ដោយដែលវាពិសេសសម្រាប់ខ្លួនឯងដែលខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំកន្លងមកនេះក្នុងមួយឆ្នាំម្ដងយើងគួរតែទៅពិនិត្យសុខភាពឲ្យបានល្អតាមដានក្រែងរោមាននៃការកើតនៅជំងឺណាមួយដោយមិនដឹងខ្លួនដូច្នេះតែកាលណាបើយើងបានតាមដានយើងក៏នឹងបានប្រុងប្រយ័ត្នជាមុនរៀងរាល់មួយឆ្នាំម្ដងត្រូវតែធ្វើខួបឲ្យខ្លួនឯងម្ដងដើម្បីជាការអបអរសាទរដែលខ្លួនឯងបានរស់នៅយ៉ាងរីករាយទាំងទុក្ខសោកឆ្លងកាត់ពីមួយឆ្នាំរហូតមកដល់ចុងឆ្នាំនេះតែកាលណាបើយើងបានផ្ដល់នូវភាពកក់ក្ដៅសម្រាប់ខ្លួនឯងមានកាដូសម្រាប់ខ្លួនឯងដូច្នេះយើងមិនចាំបាច់ទៅពឹងកាដូអ្នកដទៃឯណាគេមកជូនយើងទេយើងត្រូវតែចេះបង្កើតនៅកាដូនោះសម្រាប់ខ្លួនឯងឲ្យខ្លួនឯងចេះទទួលយកនៅអ្វីដែលបានប្រឹងប្រែងបង្ហូរទាំងកម្លាំងកាយបង្ហូរទាំងកម្លាំងចិត្តដែលបានប្រឹងប្រែងតស៊ូរកឧបសគ្គឆ្លងរហូតមកដល់ពេញមួយឆ្នាំនេះដូច្នេះគួរតែរៀនអរគុណខ្លួនឯងអរគុណពេលវេលាអរគុណគ្រប់យ៉ាងអរគុណមនុស្សជាទីស្រឡាញ់ដែលបានជួយជ្រោមជ្រែងជីវិតមួយនេះជាពិសេសគឺអរគុណខ្លួនឯងជាអនេកប្បការសូមអរគុណសូមគោរពលាប្រសិនបើចូលចិត្តនៅវីដេអូនេះសូមជួយចុច follow ព្រមទាំង subscribe សូមអរគុណ